ជិះម៉ូតូចិត្ត400 គីឡូម៉ែត្រមកអូខេ រត់ស្មិញ ដោយសារតែបងអ៊ំទូកម្នាក់ឈប់បានច្រើនថ្ងៃអញ្ចឹងហើយយើងក៏បានបបួលគ្នាជិះម៉ូតូពីពេញទៅបោះតង់ឈៀលនៅភូមិពូតាំងខេត្តមណ្ឌលគិរីហើយចង់ប្រាប់ថាធម្មជាតិនៅខេត្តមណ្ឌលគិរីនៅខែនេះគឺថាស្អាតខ្លាំងមែនទែនបងប្អូនទាំងអស់គ្នារីឯអាកាសធាតុក៏ចាប់ផ្ដើមត្រជាក់ហើយបើនិយាយពីការជិះម៉ូតូផ្លូវឆ្ងាយរបស់យើងនៅលើកនេះវិញក៏សប្បាយប្លែកពីពេលមុនផងដែរអញ្ចឹងកុំឲ្យបងប្អូនចាំយូរតោះសូមស្វាគមន៍មកកាន់ដំណើរបេសកកម្មជិត400 គីឡូម៉ែត្រទៅបោះតង់នៅខេត្តមណ្ឌលគិរីអូខេ សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូបេសកកម្មជិះទៅមណ្ឌលគិរី300 គីឡូជាង400 គីឡូហើយយើងទៅបោះតង់នៅភូមិពូតាំងហើយឥឡូវនេះម៉ោង 5:10 នាទីយើង direct ទៅហ្មងអត់ឈប់ទេលៀងអញ្ចឹងឥឡូវនេះគោលដៅដំបូងរបស់យើងជិះពីពេញទៅម៉ោង 5យើងចំណាយពេលថាយើង set goal ខ្លួនឯងថាគេណាធ្វើមិន10ម៉ោងជាទៅដល់10ម៉ោងជិះដល់រតនគិរីមណ្ឌលគិរីទាំងឈប់បាយទាំងឈប់អីគឺ10ម៉ោងអញ្ចឹង6 7 8 9 10 11 12 3ម៉ោង3ម៉ោង4នេះត្រូវទៅដល់ដើម្បីយើងទៅបោះតង់នៅភូមិពូតាំងហើយយើងមើល sunset នៅនឹងមកនិយាយទៅ check out ទី1របស់យើងនឹងយើងចង់ទៅហូបអីនៅមួយគេនេះគេហៅគេអន្តោស្រីអន្តោស្រីអន្តោនេះស្វាយអន្តោអូខេបងប្អូនអរគ្នាអញ្ចឹងគោលដៅទី1របស់យើងនឹងយើងជិះពីពេញធ្វើមិនបុកទៅដល់ស្វាយអន្តោតមកទៀតយើងទៅញ៉ាំបាយថ្ងៃប្រហែលជាយើង set goal ថានៅម្ដុំមេមត់ឬមកក៏ស្នួលយើងញ៉ាំបាយថ្ងៃយើងបុកទៅដល់មណ្ឌលគិរីហ្មងចឹងមានន័យថាយើងឈប់ធំទៅ2ដងទេប៉ុន្តែដោយសារតែតាមផ្លូវហ្នឹងអត់សូវអីទេបងប្អូនអរគ្នាដោយសារតែសម្បូរស្រុកគេដូចមានតែយើងអាចពញាក្រែកមានវារាំងមានអីច្រើនដែលយើងអាចជិះស្កាត់តាមនឹងច្រើនអញ្ចឹងគ្រឿងសាំងឬអីគឺយើងអត់សូវបញ្ហាហ្មងទេប៉ុន្តែសំខាន់គឺយើង set goal ឈប់ធំញ៉ាំបាយព្រឹកនិងបាយថ្ងៃតែ2ដងគឺនៅស្រីអន្តោស្រីអន្តោស្វាយអន្តោហើយនឹងមេមត់ឬមួយក៏ស្នួលយើងបុកទៅដល់មណ្ឌលគិរីហ្មងអញ្ចឹងតោះយើងចាប់ផ្ដើមចេញទៅគោលដៅទី1របស់យើងទាំងអស់គ្នាអូខេអញ្ចឹងបេសកកម្មរបស់យើងគឺត្រូវបានចាប់ផ្ដើមនៅម៉ោង 5 កន្លះព្រឹកព្រោះអីបើតាមគម្រោងគឺត្រូវចេញតាំងតែពីម៉ោង 4 ម៉ោងតែមិនបាច់រៀបរាប់បកស្រាយច្រើនអីទេអារឿងហ្នឹងព្រោះអីអាចជំងឺយឺតយ៉ាវនេះគឺវារើឡើងគ្រប់តែពេលហ្នឹងចំណាយពេលត្រឹមតែប្រហែល10នាទីយើងក៏បានធ្វើដំណើរទៅដល់ស្ពានព្រែកតមាក់ដើម្បីធ្វើការឆ្លងកាត់ឆ្ពោះទៅកាន់ផ្លូវជាតិលេខ 8ដែលនៅពេលនោះផងដែរគឺមេឃរៀងព្រលឹមស្រាងហើយអញ្ចឹងវាអាចធ្វើឲ្យយើងនឹងមើលផ្លូវបានកាន់តែច្បាស់និងបន្ថែមល្បឿនបានលឿនជាងមុនហើយបើយើងនិយាយពីសភាពផ្លូវពីចំណុចខ្សែកណ្ដាលទៅដល់ស្វាយម៉ូតូនេះវិញគឺមិនសូវជាមានបញ្ហាណាទេបងប្អូនទាំងអស់គ្នាដែលចំណុចមួយចំនួននៅក្នុងទីរួមស្រុកឬក៏ឃុំធំគឺមានសភាពធំទូលាយរីឯកន្លែងខ្លះវិញក៏រួមតូចសល់តែ2គីឡូនិងខ្លះទៀតគឺកំពុងតែស្ថិតនៅក្នុងការសាងសង់អីចឹងទៅតែបើសរុបមកវិញផ្លូវស្រួលគឺច្រើនជាងផ្លូវពិបាកបងប្អូនទាំងអស់គ្នាអញ្ចឹងហើយទើបយើងអាចចំណាយពេលត្រឹមតែ1ម៉ោងកន្លះគត់តាមគម្រោងដើម្បីធ្វើដំណើរទៅដល់ស្រុកស្វាយម៉ូតូដែលជាគោលដៅទី1របស់យើងនៅម៉ោង 7 ព្រឹកហើយអូខេចូលហើយចូលមិនចូលតាមមកវិញនេះដល់ទីយើងបានដល់ស្វាយអន្តោស្រីអន្តោក៏ស្វាយអន្តោស្រីរៀនដល់ដល់ស្វាយអន្តោម៉ោង 7 គត់ហ្មងទៅអញ្ចឹងយើងចំណាយពេល1ម៉ោងកន្លះគត់ក្នុងការធ្វើដំណើរដល់ទីនេះតាម plan របស់យើងទៅអញ្ចឹងយើងអាចឈប់ពីកន្លះទៅ1ម៉ោងកន្លះម៉ោងបានទេក្រែងនេះគឺនឹងឈប់កន្លះម៉ោងដើម្បីញ៉ាំបាយហើយយើងនឹងបន្តទៀតយើងក៏បានចូលសម្រាប់ហូបកាទៀវពេលព្រឹកនៅហាងត្រង់ចំណុចវងមូលនឹងតែម្ដងដែលជាធម្មតាទាំងខ្ញុំទាំងបងប្អូនទាំងអស់គ្នាប្រកាសជាយល់រឿងមួយនេះហើយថាអាកាទៀវពេលព្រឹកនៅតាមផ្លូវពេលចេញដើរលេងនឹងគឺមានរសជាតិឆ្ងាញ់ណាស់គឺថាអារម្មណ៍មួយនឹងគឺពិសេសរាល់ពេលហ្មងបូករួមនឹងការបានដាក់កាហ្វេមួយកែវអញ្ចឹងទៀត OMG the best in the world អញ្ចឹងយើងក៏បាននាំគ្នាសារៈនៅទីនោះប្រហែលជាអស់ខ្ទង់1ម៉ោងអីដែរទើបនាំគ្នាធ្វើដំណើរបន្តទៅគោលដៅទី2របស់យើងដែលជាស្រុកពញាក្រែកក្នុងចម្ងាយផ្លូវខ្ទង់70គីឡូអីហ្នឹងដែលចន្លោះផ្លូវមួយនេះគឺរៀងពិបាកជាងមុនដោយសារតែវារៀងខូចច្រើនហើយសម្បូរទៅដោយកលុកនៅលើផ្លូវនឹងទៀតដែលវាពិតជាគ្រោះថ្នាក់ណាស់សម្រាប់ឡានឬមកក៏ម៉ូតូទៀតដូចខ្ញុំនឹងអីព្រោះថាយើងពិបាកមើលឃើញកលុកទាំងអស់នោះណាស់ពីចម្ងាយហើយបើកិច្ចអត់ផុតចូលធំទៀតគឺនឹងតែបត់កម៉ូតូហ្មងនិយាយទៅអញ្ចឹងហើយយើងក៏បាននាំគ្នាបន្ថយល្បឿននិងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាងមុនបន្តិចដែលបើនិយាយឲ្យស្មោះទៅគឺខ្ញុំរៀងហត់ដែរបងប្អូនទាំងអស់គ្នានឹងរយភ្នែកខ្លាំងមែនទែនដោយសារតែខំកិច្ចកន្លងអស់ហ្នឹងហើយអាពេលជិះចិត្តដល់ទីតាំងទៅហើយហ្នឹងមេក៏ចាប់ផ្ដើមម្លឹមដែលយើងត្រូវឈប់ពាក់អាវភ្លៀងម្ដងទៀតនិយាយថាសាំចិត្តហ្មងពេលហ្នឹងបន្តដំណើរទៅមុខប្រហែលជាប្រហែលនាទីទេយើងក៏បានទៅដល់ថ្នល់បំបីពញាក្រែកដែលជាចំណុចដែលយើងត្រូវបត់ចេញពីផ្លូវជាតិលេខ 8 ចូលទៅកាន់ផ្លូវជាតិលេខ 7 ដែលនៅទីនោះគឺជាទីប្រជុំជនរៀងធំគ្រាន់បើដែរនិងសម្បូរទៅដោយការ៉ាសាំងដែលយើងអាចឈប់សម្រាកបាន ស
សិនជាយើងទៅជីផាទៅអីផ្លូវបាក់វាកាន់តែសប្បាយប៉ុន្តែដល់ពេលផ្លូវជាធំធំចេះដល់ពេលផ្លូវបាក់មួម៉ៅវាមិនជាពិបាកខ្លាំងអីប្រហែលនេះបងប្អូនអរគ្នាគាត់ថាវាឡានធំទី1ទី2ទៅនឹងដូចផ្លូវកន្លុកវាមិនកន្លុកឲ្យចំកន្លុកបងប្អូនទាំងនេះយល់លក្ខណៈផ្លូវដូចខ្ញុំនិយាយនៅក្នុងវីដេអូអញ្ចឹងផ្លូវស្មើតែដូចបាយខុំហៅបាយខុំដូចវាមិនប្លង់អញ្ចឹងវាមិនបាក់បើហ្មងហើយម៉ូតូយើងទៀតពេកខ្លះចូលកន្លុកម្ដងសឹងតែបាក់បូមមកហើយបើសិនជាយើងទុកអត់ជាប់ទៀតអាចគ្រោះថ្នាក់យើងទៅផ្លូវនឹងគ្រោះថ្នាក់បើបាក់លឿនហើយបើបាក់យប់កាន់តែបាក់ទៀតមកជួនយើងឃើញតែផ្លូវត្រង់តែអត់ត្រង់រូមកវារូវាមានកន្លែងរូមួយប៉ុន្តែភាគច្រើនគឺមានកន្លុកទៅតាមនឹងអញ្ចឹងបើសិនឡានយើងទៀតឬមកជីវតូជេគឺគ្រោះថ្នាក់យើងគាត់តែយើងប្រាប់បងប្អូនអ្នកមកទៅខូចអញ្ចឹងតែអ្នកឡប់មកគាត់ចេះដឹងថាផ្លូវមួយខ្សែហ្នឹងមិនដែរតែបើសួរថាបាក់ខ្លាំងក៏អត់បាក់ខ្លាំងទេគាត់ថាវាគ្រោះថ្នាក់តិចដែរអញ្ចឹងយើងគួរតែបន្ទាប់ពីជប់សម្រាប់ប្រហែលជា30នាទីក្រោយមកយើងក៏បាននាំគ្នាធ្វើដំណើរបន្តទៅគោលដៅទី3របស់យើងដែលជាស្រុកស្នួលខេត្តពិចេះក្នុងចម្ងាយផ្លូវប្រហែលជាខ្ទង់80គីឡូម៉ែត្រអីទៀតតែផ្លូវនៅម្ដុំស្រុកពញាក្រែកនេះគឺរៀងខូចខាតខ្លាំងគួរសមដែរនឹងសម្បូរទៅដោយកន្លែងដែលគេកំពុងតែជួសជុលនិងសាងសង់ដែលយើងរៀងពិបាកជិះបន្តិចនៅពេលនោះទម្រាំតែបានទៅដល់ស្រុកមេមត់នឹងគឺ Hot Monster ទេតែបញ្ហាមួយទៀតបងប្អូនទាំងអស់គ្នាមានដឹងថាអីអត់គឺថាសាំងម៉ូតូនៅសល់តែ3កម្មគុតដែលយើងគួរតែចាក់បំពេញនឹងតាំងទៅនៅពញាក្រែកម៉េះតែម្នាក់ខ្ជិលរយអវ៉ាន់បើកកែបដោយថាចាំដល់មេមត់ចាំឈប់ចាក់សរុបតែពេលដល់ហើយគឺនៅតែផ្កើនទៀតដែលម្នាក់ហ្នឹងគឺថាសាំងនៅគ្រប់ជីដល់ស្នួលអញ្ចឹងមានអីពេលហ្នឹងមានតែតតាមនឹងទៅតែមានណាបងប្អូនទាំងអស់គ្នាចេញបានតែប្រហែលនាទីទេគឺលុតសល់តែ2កម្មដល់ពេលហ្នឹងគឺចាប់ផ្ដើមនាំគ្នាភ័យបដាហើយតែក៏គិតថានៅតាមបណ្ដោយផ្លូវហ្នឹងគឺអត់ខ្វះទេការ៉ាសាំងហើយណាមួយផ្លូវពីមេមត់ទៅស្នួលហ្នឹងគឺរៀងស្រួលបើកជាមួយនឹងទេសភាពចម្ការកស៊ូស្អាតបែបនេះទៀតអញ្ចឹងក៏មិនសូវជាបារម្ភណាស់ណាដែរគឺនាំគ្នា enjoy ជាមួយនឹង moment នឹងយកហ្មងរហូតដល់សាំងលុតត្រឹមតែ1កម្មគឺចាប់ផ្ដើមងេមងាមបដោយដល់ពេលហ្នឹងគឺនៅសល់ប្រហែលជាខ្ទង់ជាង20គីឡូទៀតទៅដល់ស្នួលហើយនិយាយទៅនៅតាមផ្លូវហ្នឹងក៏មានកូនការ៉ាសាំងតូចៗដែលយើងអាចចូលចាក់បានដែរតែម្នាក់គឺចង់ឈ្នះចិត្តដែលនាំគ្នាបន្ថយល្បឿនបើកតិចរហូតដល់គោលដៅតែម្ដងទៅនិយាយទៅបងប្អូនទាំងអស់គ្នាបើពេលហ្នឹងគឺអស់សាំងតាមផ្លូវវាមិនមែនជារឿងចៃដន្យដូចអស់គួយទេគឺមកពីពួកខ្ញុំនឹងភឿនខ្លួនឯងនឹងឯងបាទបងប្អូនទាំងអស់គ្នានិយាយទៅសូមជានិយោគមួយនៅក្នុងវីដេអូហ្នឹងសាំងខ្ញុំណាមកកម្មនឹងចូលចង់កន្លះម៉ោងនេះ20នាទីអញ្ចឹងមានថាសង្កេតគិតថាតិចទៀតដំណើរចោះដៅតែឥឡូវយើងលើដល់ទីរួមស្រុកហើយនៅក្រោយខ្នងយើងបងប្អូនក៏បាត់ទៅឃើញសាមវិទ្យាអីត្រូវអត់អញ្ចឹងអានេះជាអេក្សាំផលដែលយើងចូលរួមទាំងអស់គ្នាបងអញ្ចឹងឥឡូវនេះយើងកំពុងតែ search រកក្រាស់សាំងតេឡាធំណាមួយយើងចាក់សាំងតេឡាវិញតាអញ្ចឹងនេះសុំគួរយល់ណាខ្ញុំអត់និយាយចំណាខ្ញុំអត់និយាយចំទេអញ្ចឹងគួរយល់តាយើងតប្រាទាំងអស់គ្នាឲ្យថាអស់សាំងប្រាទៅហ្មងបាទអរគុណច្រើនយើងក៏បានប្រើសាំងដែលនៅសល់បាតធុងនឹងជាបន្តទៅរកការ៉ាសាំងដើម្បីចាក់បំពេញរួចក៏នាំគ្នាហូបបាយនៅហាងចម្ប៉ាពេជ្រដែលខ្ញុំធ្លាប់បានចូលហូបម្ដងនៅពេលដែលមកលើកមុនហើយខ្ញុំគិតថានៅទីនេះហើយរៀងល្បីជាងគេដែលអ្នកដំណើរភាគច្រើនគឺគាត់តែងទៅចូលហូបអញ្ចឹងពួកយើងអត់ចាំអីយូរទេគ្រាន់តែតម្លាក់អីវ៉ាន់ចុះគឺកំងហូបយកមកពឺតយកតែម្ដងហើយអ្វីដែលសំខាន់នឹងគឺមាន fan តូចៗផងយើងនឹងមកទទួលស្វាគមន៍ទៀតពេលហ្នឹងអញ្ចឹងបើសិនជាបងប្អូនកំពុងតែមើលវីដេអូនេះបង say hello ផងណា15មែន15មែនស្គាល់មកនេះអត់អូលេខតានៅម៉ោង1គត់យើងក៏បានជិះដំណើរបន្ត direct ទៅឲ្យដល់ក្រុងសែនមនោរម្យដែលជាគោលដៅចុងក្រោយរបស់យើងក្នុងចម្ងាយផ្លូវប្រហែលជាង120គីឡូទៀតដែលនៅពេលនោះផងដែរគ្រាន់តែយើងជិះចេញផុតពីទីរួមស្រុកបន្តិចទេសភាពតាមផ្លូវគឺចាប់ផ្ដើមស្អាតទៅដែលផ្លូវនឹងគឺមានសភាពឡើងចុះហើយឈៀលខ្លាំងមែនទែនបានបូករួមនៅពេលនោះបានសម្រាកហើយបាយឆ្អែតអញ្ចឹងផងកម្លាំងនេះឲ្យពេញបឹបសប្បាយបើកណាស់បងប្អូនទាំងអស់គ្នាហើយបើយើងនិយាយពីសភាពផ្លូវវិញគឺស្អាតហើយស្ងាត់ជិះស្រួលណាស់ដោយសារតែនៅក្នុងចន្លោះផ្លូវមួយនេះគឺអត់សូវមានផ្ទះប្រជាជនរស់នៅប្រហែលទេហើយកាន់តែជិះចូលចិត្តដល់គិតចាប់ពីត្រឹមស្រុកកៅសមានេះទៅគឺយើងចាប់ផ្ដើមចូលដល់តំបន់ភ្នំមែនទេណៃដែលផ្លូវនឹងគឺមានសភាពបត់បែននិងចោតច្រើនតែសម្រាប់ពួកខ្ញុំវិញគឺសប្បាយអន់ណាស់ម្នាក់ព្រោះបានរងចាំជិះផ្លូវបែបនេះយូរហើយធ្វើដំណើរបន្តរហូតជិតទៅដល់គោលដៅមេឃគឺគាត់ចាប់ផ្ដើមធ្វើស៊ីម្ដងទៀតដែលធ្វើឲ្យពួកយើងនឹងឈប់ពាក់អាវភ្លៀងទាល់តែបាននិយាយទៅតែវាក៏មិនមែនជាបញ្ហាអីដែរព្រោះថាពួកខ្ញុំនេះចូលចិត្តជិះម៉ូតូកាត់ភ្លៀងស្រាប់ហើយគ្រាន់តែពិបាកត្រង់ថានៅត្រង់ចំណុចខ្លះផ្លូវគឺរៀងខូចខាតតិចតួចនិងមានសភាពល្អិលទៀតអញ្ចឹងហើយគឺយើងអាចជិះលឿនដូចពេលអត់ភ្លៀងបានទេ
នៅម៉ោងខ្ទង់3យើងក៏បានធ្វើដំណើរទៅដល់ម្ដុំស្រុកអូរៀងដែលអាចរាប់បានថាជាក្រុងសែនមនោរម្យព្រោះអីនៅសល់តែខ្ទង់20ទៅ30គីឡូអីទៀតទេគឺយើងនឹងទៅដល់ក្រុងហើយតែបើយើងក៏លេចមើលពីទេសភាពនៅតាមផ្លូវវិញគឺថាបៃតងស្អាតណាស់បងប្អូនទាំងអស់គ្នារីឯអាកាសធាតុវិញក៏ត្រជាក់ស្រួលទៀតដែលអារម្មណ៍នៅពេលនោះគឺដូចបានឡើងពីឋានកណ្ដាលមកឋានសួគ៌អញ្ចឹងបងប្អូនទាំងអស់គ្នាអើយអេមណាស់អូខេណែបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំម៉ោង3:28ចឹងខ្ញុំអាចរាប់បានថាយើងចំណាយពេល10ម៉ោងគត់ក្នុងការមកដល់ក្រុងសែនមនោរម្យនេះព្រោះថានេះចូលក្នុងក្រុងហើយក៏យើងជិះទៅតិចទៀត1គីឡូទៀតដល់ផ្សារអញ្ចឹងឥឡូវយើងថាបេសកកម្មយើងបានសម្រេចដូចអ្វីដែលយើងបានរៀបហើយមុននឹងយើងទៅភូមិពូតាំងហ្នឹងគឺយើងចូលផ្សារតិចសិនដើម្បីថតនៅមុខកាយគេគោព្រៃថាអត់វងមូលគោព្រៃខ្ទិញវងមូលខ្ទិញតិចហើយបើយើងចាប់ដើមទិញអីតិចតួចដើម្បីយកទៅញ៉ាំពេលយប់អញ្ចឹងណាហើយយើងទៅធ្វើ camping នៅភូមិពូតាំងបាទយើងក៏បានជិះដំណើរបន្តទៅផ្សារដែលនៅពេលដែលជិះចូលក្រុងនឹងមនុស្សអ៊ូអរណាស់បងប្អូនទាំងអស់គ្នាដោយសារតែថ្ងៃនោះគឺជាថ្ងៃបុណ្យអុំទូកដែលបងប្អូនយើងច្រើនមែនទែនដែលគាត់នាំគ្នាទៅលេងនៅទីនោះហើយមុនពេលដែលពួកខ្ញុំចូលផ្សារនឹងគឺយើងបាននាំគ្នាទៅវងមូលគោព្រៃដែលជានិមិត្តសញ្ញារបស់ខេត្តដើម្បីថតរូបលេងមកប៉ុសពីរប៉ុសទុកជាអនុស្សាវរីយ៍សិនតែចង់និយាយថាពេលនឹងមិនមែនថតខ្លួនឯងណាបងប្អូនទាំងអស់គ្នាគឺមានខ្សែឲ្យបងប៉ូលីសជួយថតឲ្យហ្មងនិយាយទៅអេមដែរអូអេមចូលទៅដៃដល់មានបនអីហ៎បងអត់ធ្វើណាតែលើគេអមទុកតែលើគេឥឡូវអមទុកគេដើរលេងល្ងាចឡើងគេស្លោប្រងសមញហូបស្លោប្រងអត់ជួយគេធ្វើគេបងបាទគេគេធ្វើណាអត់ទេបងឥឡូវគេអមទុកគេអមទុកអញ្ចឹងវានឹងមានអីធ្វើអត់ដូចជាអត់ដឹងហ្មងគេដើរលេងជាជួយគេជាគេបាញ់ជួយបាញ់អីទេបងអូនៅហ្នឹងសមញគេបាញ់ជួយបាញ់អីបងបាទតែចាប់គេផុសគោគេដាក់តិចបាទគេបានអមទុកវិញអត់ចុះhỏiឆ្នាំមានអមទុកទៀតបាទនៅណាគេកោដែរនោះបើជិះលេងមកជុំគេបានតិចសួងមួយកណ្ដោចុះទៅប្រហែលជា100ម៉ែត្រញ៉ាំទៅស្មានតែអ្នកធំអីមកឃើញនៅកាហ្វេប៉ូលីសច្រើនហ្នឹងរាល់ឆ្នាំរួចចរាចរណ៍អូបាទអូខេគុណបងគុណស្ដីគេអរគុណចេះអរគុណមិនចេញទេចេះតមកទៀតយើងក៏បានជិះចូលផ្សារដើម្បីរកទិញម្ហូបតិចតួចដែលយើងមិនចាំបាច់ចុះពីម៉ូតូអីទេនៅច្រកតូចមួយនេះគឺមានលក់អីគ្រប់យ៉ាងហ្មងហើយបន្ទាប់ពីទិញរួចហើយយើងក៏បន្តដំណើរទៅគោលដៅចុងក្រោយរបស់យើងដែលជាភូមិពូតាំងដែលយើងត្រូវបកទៅក្រោយវិញដើម្បីបត់ចូលតាមផ្លូវមួយដែលមានទីតាំងនៅកន្លែងអសរក្រុងសែនមនោរម្យសូមស្វាគមន៍នឹងឯងដែលមានចម្ងាយប្រហែលជា5គីឡូអីពីផ្សារហើយយើងត្រូវជិះចូលតាមផ្លូវនឹងចូលទៅក្នុងនឹងខ្ទង់3គីឡូកន្លះអីទៀតបានដល់ភូមិតែខ្ញុំចង់ប្រាប់ថានៅម្ដុំនេះគឺសម្បូរទៅដោយកន្លែងស្នាក់នៅល្បីៗដែលមាន view ស្អាតហើយនៅជិតក្រុងទៀតអញ្ចឹងសម្រាប់បងប្អូនដែលចង់មកអីគឺអាចសើតុកបានណាមួយវិញទៀតភូមិពូតាំងនេះគឺជាភូមិរបស់ខ្ញុំហេនិយាយលេងទេចង់និយាយថាភូមិមួយនេះគឺជាភូមិដែលមានប្រជាជនរស់នៅច្រើនគួរសមដែរដែលមើលទៅមានសភាពអ៊ូអរធម្មតាមិនមែននៅទីជនបទដាច់ស្រយាលអីដូចយើងគិតទេហើយដើម្បីទៅដល់កន្លែងបោះតង់នឹងគឺយើងត្រូវជិះចូលទៅតាមផ្លូវលំដីក្រហមដែលមានសភាពរអិលបែបនេះតែបន្តិចទេគឺដល់ហើយទុកក្រាំងសិនហើយជួបបងស្រីម្ចាស់ផ្ទះបងស្រីអូនឡូបងចាស្លោប្រងប្រចាំតំបន់នៃស្លោជូកជិលឡូបងរវល់តែបងប្អូនតាគ្នានេះគឺជាបរិយាកាសជុំវិញដល់ភូមិតាំងអញ្ចឹងកន្លែងនេះគឺវាលស្មៅហ្មងកាលខ្ញុំមកលើកមុនគឺពណ៌មាសខ្ញុំមកលើកនេះគឺពណ៌បៃតងស្អាតបងប្អូនអរគ្នាស្អាតមែនទែនហើយយើងនឹងបោះតាំងនៅមុខនឹងមកអញ្ចឹងឥឡូវដោយសារតែបងស្រីគាត់រវល់អញ្ចឹងខ្ញុំនឹងសួរទីតាំងសិនទេបោះបានយើងបោះកន្លែងណាក៏បានដែរបងប្អូនអរគ្នាទៅវាលដីគាត់ទាំងអស់ហ្មងអញ្ចឹង
បោះតាមសបាយមកនិយាយទៅទទួលបានការអនុញ្ញាតពីម្ចាស់ផ្ទះហើយអញ្ចឹងមានអីម្នាក់នាំគ្នាយកម៉ូតូជិះទៅដល់កន្លែងបោះតែម្ដងហើយពួកយើងក៏អត់រងចាំយូរដែរគ្រាន់តែចតម៉ូតូភ្លាមតម្លាក់អីវ៉ាន់ចុះនិងចាប់ផ្ដើមតឡើងតង់ហ្មងទៅដើម្បីធ្វើម៉េចឲ្យរួចរាល់មុនថ្ងៃលិចហើយជ្រាបក្នុងពេលនេះខ្ញុំសូមប្រាប់ពីសម្ភារៈសំខាន់ដែលយើងត្រូវការក្នុងការបោះតង់នេះជូនគ្នាយើងបន្តិចមានតែឧបករណ៍ប៉ុណ្ណេះគឺរួចរាល់ហ្មងទីមួយសំខាន់បំផុតគឺកម្រាលបាតតង់ដែលខ្ញុំនិយាយមកហើយបងទៀតអញ្ចឹងគឺត្រូវមានផ្លាស្ទិកអីមួយដើម្បីក្រាលបាតតង់សិនដើម្បីយើងបោះតង់ពីលើវាអញ្ចឹងបើមិនអញ្ចឹងទេគឺវានឹងសើមអីទី2គឺតង់ប្រភេទអីក៏ដូចតែគ្នាដែរបងប្អូនគ្នាសេរីថ្មីឥឡូវហ្នឹងគឺការ set up គឺដូចតែគ្នាគ្រាន់វាខុសរៀងខុសទៅតិចតួចអញ្ចឹងណាដល់ពេលយើងបោះតង់រួចហើយគឺយើងត្រូវការអានេះគេហៅថាកម្រាលតង់ហ្នឹងណាដើម្បីយើងដេកទៅវាទុនហ្នឹងគេហៅអ្នកខ្លះគេហៅពូកមានពូកខ្យល់ពូកអីក៏អាចប្រើបានដែរតែអានេះគឺវាស្រាលវាជាប្រភេទស្នោបន្ទាប់មកយើងត្រូវមាន sleeping bag គ្របខ្លួនភួយគ្របខ្លួនហ្នឹងចុងក្រោយគឺជាខ្នើយប៉ុន្តែខ្នើយនេះវាអត់ជាសំខាន់ប្រហែលនេះបងប្អូនទាំងអស់គ្នាដោយសារតែអីតាក់ទងទៅនឹងខ្នើយនេះជាធម្មតាបើសិនជាយើងអត់ចង់ចំណាយលុយលើវាទេយើងអាចកល់នឹងកៅអៅកល់អីក៏បានដែរតែអា4ហ្នឹងអា4មុនគឺសំខាន់ប៉ុន្តែនេះគឺជា optional ទេទី5គឺ7បងប្អូនទាំងអស់គ្នា7ដែលខ្ញុំបង្ហាញក្រោយអញ្ចឹងណាតោះឥឡូវយើងចាប់ផ្ដើម set up ទាំងអស់គ្នាមែនបងប្អូនទាំងអស់គ្នានៅថ្ងៃនោះគ្រប់ភារកិច្ចដែលយើងធ្វើនឹងគឺសម្រេចបានតាមពេលវេលាដែលយើងបានកំណត់តែម្ដងដែលបន្ទាប់ពីបោះតង់រួចហើយគឺយើងនៅសល់ពេលអង្គុយសម្រាប់និយាយគ្នាលេងឈៀលរហូតដល់ពេលដែលថ្ងៃរៀបលិចដើម្បីបានឃើញទស្សនភាពដ៏អស្ចារ្យមួយនេះមើលមិនពីក្រោយខ្ញុំOh my god the best day មើលវីដេអូពីក្រោយខ្ញុំÊ mắt chung bắt đầuពេលយប់យើងក៏ចាប់ផ្ដើមនាំគ្នាទៅហូបបាយល្ងាចដែលម្ហូបរបស់យើងនៅពេលនោះផងដែរគឺជាមាន់អាំងកំពង់ឫស្សីដែលជា signature ប្រចាំតំបន់មួយនេះតែម្ដងនិងសាច់ក្រកដែលយើងបានទិញមកពីផ្សារនឹងឯងហើយចៃដន្យអីខ្ញុំក៏បានជួបបងប្រុសតកែដែលគាត់បានស្វាគមន៍ខ្ញុំដោយសារថ្នាំប្រចាំគ្រួសារគាត់តែម្ដងទៅនិយាយមែនសាកមើលសិនផឹកទៅពីកដល់ខាងក្រោមនឹងដឹងពីដល់ណាហ្មងទៅគឺខ្លាំងបងអត់ប្រហែលភាគរយបង50%នេះសូន40%នឹងស្រាអីទៀតដែរបងហ្នឹងវា40ពេចព្រោះយើងមានឆ្នាំអារីឈើផងហើយនឹងអាស្រាប្រចាំយើងគ្រួសារយើងផងយើងកម្មប្រចាំគ្រួសារយើងចូលអារីឈើហ្នឹងចូលគ្នាដែរអូខេបាទហើយចឹងទៅយើងសាក់គ្រប់អញ្ចឹងស្រានឹងរកបានតែនៅកន្លែងភូមិពូតាំងទេថាអត់មិនបើមានលុយទៅទិញឡៃផ្សេងក៏អត់មានដែរអត់មានទេអត់មាន 100% អញ្ចឹងបងអ្នកបិទខ្លួនឯងតល់ហ្មងស្រាហ្នឹងបងអូននេះបងអ្នកបិទទេប៉ុន្តែគាត់ថាយើងដាក់ត្រាំហ្នឹងយើងយកអារីឈើយើងមកពីព្រៃផងហើយនឹងអាសិទ្ធបុរាណយើងទៅក្នុងភូមិយើងដាក់ត្រាំក្នុងគ្នាទៅតាមពិតទៅយើងមានកម្រងយកបាយនឹងទៅហូបនៅមុខតង់ទេតែដោយសារតែពេលនោះគឺភ្លៀងខ្លាំងពេកទើបយើងសម្រេចចិត្តមកហូបនៅក្នុងរោងវិញតែចង់ប្រាប់ថាមាន់ដុតកំពង់ឫស្សីនៅថ្ងៃនេះនឹងគឺថាឆ្ងាញ់ណាស់បងប្អូនទាំងអស់គ្នានិយាយពីសាច់វិញគឺឡើងផុយហ្មងហើយចំពេលហ្នឹងពួកយើងរៀងអស់កម្លាំងទៀតអញ្ចឹងបាយមិនដឹងអស់ម្នាក់ប្រហែលចានទេនៅពេលនោះនៅពេលព្រឹកស្អែកឡើងម្នាក់គឺនាំគ្នារៀងងើបយឺតបន្តិចដោយសារតែយប់មិញហ្នឹងគឺថាដេកស្រួលខ្លាំងមែនទែនហើយបើមើលពីខ្ញុំនេះវិញក្រោយពីលុបមុខដោះថ្មិញហើយគឺគ្មានអីក្រៅពីកាន់កែវទៅសុំតែក្តៅគេឆុងកាហ្វេផឹកទេនឹងយកវាមកក្រេបឈៀលអង្គុយមើលទេសភាពដ៏ស្រស់ស្អាតនិងស្ងប់ស្ងាត់នៅពេលព្រឹកនៅខេត្តមណ្ឌលគិរីបែបនេះគឺថា10ឆ្នាំមិនដឹងមានពេលវេលាបែបនេះប្រហែលដងទេនិយាយមែន
ណែបងប្អូនទាំងអស់គ្នាអញ្ចឹងសរុបសេចក្តីមកវិញការបោះតង់ផលយើងនេះនិយាយទៅមើលទៅវិវត្តនាបន្តិចការបោះតង់ដូចខ្ញុំនិយាយចឹងបងប្អូនទាំងអស់គ្នាការបោះតង់គឺសម្រាប់អ្នកដែលចូលចិត្ត The Real Adventure ហ្មងបើសិនជាអ្នកចូលចិត្តស្រួលទៅដល់មានកន្លែងដេកស្រាប់អីស្រាប់កុំបោះតង់ល្អជាងដោយសារតែយប់មិញជាក់ស្ដែងទៅខ្ញុំគាត់ថា fail ហើយរៀបតង់រួចភ្លៀងខ្លាំងអញ្ចឹងការបោះតង់នឹងស្រាប់ហើយតែភ្លៀងគឺពពេចពប៉ាច់ចូលតង់ប្រឡាក់ជើងប្រឡាក់អីវ៉ាន់ដឹងណានេះក្នុងតង់ខ្ញុំអីវ៉ាន់ពេញហ្នឹងហ្មងចាំខ្ញុំអត់ review ក្នុងតង់ទេព្រោះអីវ៉ាន់ច្រើនពេកយប់មិញមានតែមកប្រឡាក់ខ្លួនដេកទេហើយតង់ខ្ញុំនេះគឺសម្រាប់2នាក់តែដេកបានតែម្នាក់ទេជាធម្មតាដោយសារតែពេលដែលឡើងភ្នំអីអញ្ចឹងខ្ញុំមានអីវ៉ាន់មានអីអញ្ចឹងដាក់អីវ៉ាន់មកចាហៀងគឺខ្ញុំដេកមកចាហៀងអញ្ចឹងណាប៉ុន្តែសូមប្រាប់ថាការដេកតង់គឺស្រួលណាស់បងប្អូនទាំងអស់គ្នាអារម្មណ៍គឺពីរផ្សេងគ្នាពីការដេក resort ហ្មងហើយយប់មិញអាក្ដីអញសួរណែយប់មិញដេកស្រួលអត់ដេកស្រួលហ្មងបងប្អូនទាំងអស់គ្នាមកប្រវិចខ្លួនមានប៉ុន្តែមានអារម្មណ៍ថាដេកអត់យកសពហ្មងគឺជីវិតនេះគឺមានន័យហ្មងគឺការដេកតង់ហើយយើងបោះតង់បើអីខ្លួនឯងទៀតអញ្ចឹងគឺមានអារម្មណ៍ថាវាអារម្មណ៍មួយផ្សេងដែលយើងអាច relax បានអញ្ចឹងណាបាទដោយសារតែដឹងស្រាប់ហើយពួកខ្ញុំការដើរលេងអូខេយប់នេះគឺខ្ញុំទៅដេកនៅ resort ធម្មតាប៉ុន្តែធ្វើម៉េចឲ្យវាមានវេទនាមកឈុតឆាកអញ្ចឹងណាសិតពួកអត្តន័យតែប៉ុន្តែនៅណែបងខាងបងភូមិពូតាំងហ្នឹងគាត់ក៏មានការជួលតង់ដែរបងប្អូនទាំងអស់គ្នាប៉ុន្តែបើមកដេកជួលតង់គេដែរវាអត់មាន feel ការបោះតង់អញ្ចឹងបើតែមកដេកតង់ដែរតែដេកនៅបន្ទប់ស្រួលទៅល្អជាងប្រចាំកពីកពុកទេអញ្ចឹងការបោះតង់សម្រាប់សេចក្តីមកវិញសម្រាប់ខ្ញុំវាសុបាយនៅពេលដែលយើងនឹងគឺធ្វើអានេះ set up តង់ខ្លួនឯងយល់ខ្លួនឯងនិយាយណាអីណៃខ្លួនឯងនេះយកអីមកខ្លួនឯងគឺវេទនាអញ្ចឹងបានសុបាយបាទដូចបងនឹងស្រាប់អីដឹកតង់មកម៉ូតូ300គីឡូជាងជិះម៉ូតូមកដឹកអាញ៉ៃវ៉ាន់ហ្នឹងគឺដើម្បីមកយប់ហ្នឹងឯងចាំមើលស្អែកគឺលេងត្រូវការតង់លេងចាអីគឺຕົកចោលនៅនឹងម៉ូតូហ្នឹងតែម្ដងអញ្ចឹងកុំឲ្យខាត់ពេលយូរបងប្អូនទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាក្នុងវីដេអូមួយនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាពេញចិត្តហើយនៅយើងមានប្រហែលជា2 EP អីទៀតនៅក្នុងការ review ខេត្តមណ្ឌលគិរីហ្នឹងសង្ឃឹមបងប្អូនទាំងអស់គ្នារងចាំទស្សនាបន្តទៀតជាមួយនៅវីដេអូខ្ញុំអញ្ចឹងណាហើយបើសិនជាមានកង្វះខ្វះខាតឬមកក៏មាន idea យោបល់អីបន្ថែមទៀតគឺអាចដាក់នៅក្នុង comment បានយើងអាចជជែកគ្នាបាននៅក្នុង comment និយាយទៅគ្រប់ comment ផងបងប្អូនគឺខ្ញុំមើលទាំងអស់ខ្ញុំនឹងព្យាយាមធ្វើឲ្យវាល្អជាងមុនអញ្ចឹងណាដូចបងប្អូនមួយចំនួនចឹងគាត់ចង់បានអូខេ quality 4K ខ្ញុំក៏ដាក់ 4K ឲ្យឥឡូវថាអូខេវីដេអូចង់បានឲ្យរៀងយូរជាងបន្តិចខ្ញុំក៏ understand ដោយសារតែបងប្អូនយើងពេលខ្លះវិញចូលចិត្តមើលនៅពេលហូបបាយហូបអីអញ្ចឹងបើសិនជាបាននីតិយូរគឺវាគ្រាន់បើអញ្ចឹងខ្ញុំនឹងបន្លាយនីតិតិចតួចទៀតអញ្ចឹងប៉ុន្តែអត់ឲ្យវែងខ្លាំងពេកទេព្រោះខ្ញុំអត់សូវចូលចិត្តវីដេអូវែងណាមួយបើវែងអត់សូវមានប្រយោជន៍វែងទៅធ្វើឲ្យវីដេអូនឹងវែង yes ដែរគឺខ្ញុំសូមកាត់ចេញហើយខ្ញុំទុកតែឈុតណាល្អៗឯងអញ្ចឹងនៅក្នុង EP ក្រោយយើងនឹងធ្វើដំណើរទៅដើរលេងទីតាំងទេសចរផ្សេងៗនៅក្នុងខេត្តមួយនេះហើយពួកយើងក៏បានជួបនឹងរឿងរ៉ាវជាច្រើនមានទាំងសប្បាយនិងវេទនាផងដែរឆ្លងឲ្យដួលនេះអស់ទៅហ្មងនេះអស់មនុស្សទៅហ្មងអញ្ចឹងកុំភ្លេចជួយ follow និង subscribe channel របស់ខ្ញុំម្នាក់មួយណាដើម្បីតាមដានទស្សនាទាំងអស់គ្នាអរគុណដល់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ